យើងខ្ញុំតែពីអ្នកសូមអនុញ្ញាតគោរពនឹងជម្រាបសួរទូរទស្សនិកជនជាទីមេត្រីស្វាគមន៍ការវិលមកជួបគ្នាជាថ្មីក្នុងកម្មវិធី CTN ព័ត៌មានថ្ងៃត្រង់ដែលមានខ្ញុំបាទបូដុល្លារចារួមជាមួយនឹងនាងខ្ញុំលីលីនិងជម្រាបជូនលោកអ្នកតេតងទៅនឹងព័ត៌មានជាតិក៏ដូចជាព័ត៌មានអន្តរជាតិហើយនឹងយើងកម្មវិធីរបស់យើងគឺតែងតែមានកិច្ចសម្ភារនៅប្រធានបទផ្លែកៗតែតម្លៃពីគ្នាជារៀងរាល់ថ្ងៃផងដែរចាក្នុងគោលបំណងពង្រឹងទៅលើផ្នែកស្តង់ដារប្រតិបត្តិខាងផលិតផលបូករួមទាំងការធ្វើម្សៅភីហ្សាការចម្អិនសេវាកម្មអតិថិជនអនាម័យនិងការចាត់ចែងនៅក្នុងហាង The Pizza Company បានធ្វើការប្រកួតប្រជែងយកបុគ្គលិកឆ្នើម Excellent Award 2015សម្រាប់បុគ្គលិកទាំង16សាខានៅក្នុងប្រទេសលោកអ៊ូកឹមហូនាយកប្រតិបត្តិ The Pizza Company បានឲ្យដឹងថាកម្មវិធីនេះបង្កើតឡើងដើម្បីវាយតម្លៃពីអ្នកជំនាញគ្រប់ផ្នែកទាំងអស់ដើម្បីចាប់ផ្ដើមពីការចម្អិនរហូតដល់ការបម្រើសេវាកម្មលំដាប់ថ្នាក់ពិភពលោកហើយយើងចង់ប្រែក្លាយកម្មវិធីនេះឲ្យទៅជាវប្បធម៌របស់ក្រុមហ៊ុនលោកទេពវិរៈនាយកគ្រប់គ្រងទូទៅ EFG បានមានប្រសាសន៍ថាក្នុងនាមជាក្រុមហ៊ុនដែលបើកភោជនីយដ្ឋានធំជាងគេរបស់អតិថិជននៅក្នុងវិស័យម្ហូបអាហារយើងបានផ្ដល់ឱកាសការងារដល់កូនខ្មែរជាង 1000 នាក់ចូលរួមបម្រើការងារឲ្យក្រុមហ៊ុនទោះបីជាយើងមានបុគ្គលិកច្រើនយ៉ាងនេះក្តីប៉ុន្តែក្រុមហ៊ុនមិនដែលបំភ្លេចនៅស្តង់ដារដើម្បីបំពេញភាពពេញចិត្តរបស់អតិថិជនឲ្យកាន់តែច្រើនឡើងនោះទេក៏បញ្ជាក់ថានេះជាឆ្នាំទី5ហើយដែលក្រុមហ៊ុន EFG បានរៀបចំឲ្យមានការប្រកួតយកបុគ្គលិកឆ្នើមនេះឡើងកម្មវិធីព័ត៌មានជាតិរបស់យើងដល់ទីបញ្ចប់ហើយជាបន្តទៀតលោកអ្នកនឹងបានតាមដានទស្សនានៅព័ត៌មានអន្តរជាតិហើយគណៈដែរពីកម្មវិធីសូមអនុញ្ញាតសម្រាប់មួយភ្លេចសិន